ជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនបាទវិលមកជួបគ្នាសាជាថ្មីទៀតដែរជាមួយនឹង page សំណាង TV បាទហើយពុកម៉ែបងប្អូនណាខ្លះដែលមិនទាន់ចេះធ្វើខម៉ាំដើម្បីហូបជាមួយនឹងអន្លក់បាទថ្ងៃនេះ page សំណាង TV មកចែកម្លែកពុកម៉ែបងប្អូនពីរបៀបធ្វើខម៉ាំធ្វើយ៉ាងម៉េចឲ្យមានរសជាតិឆ្ងាញ់ហើយត្រូវតាមបែបតាមបទតាមក្បួនហើយគ្រឿងផ្សំថ្ងៃនេះបាទមានត្រីពោមានម៉ាំហើយនិងសាច់ជ្រូក3ជាន់បាទកិនក៏បានហាន់ក៏បានដែរពុកម៉ែបងប្អូនបាទហើយយើងមានខ្ទឹមសមានម្ទេសអីចឹងទៅហើយជាដំបូងគឺខ្ញុំចាប់ផ្ដើមដាក់ចៀនត្រីនិងបន្តិចសិនណាពុកម៉ែបងប្អូនបាទដើម្បីកាត់ឆ្អាបបន្ទាប់ពីយើងចៀនត្រីបន្តិចហើយគឺយើងស្រង់ត្រីចេញទៅយើងចាប់ផ្ដើមឆាជាមួយនឹងខ្ទឹមសហើយនឹងម្ទេសបាទយើងដាក់ឆាវាឈ្ងុយទៅហើយបន្ទាប់មកខ្ញុំបន្ថែមជាមួយនឹងស្ករត្នោតបាទប្រើស្ករត្នោតប្រហែលជាមួយស្លាបព្រាបាយទៅបាទដាក់កូរត្រឡប់ចូលគ្នាឲ្យស្កររបស់យើងនោះវាឡើងពណ៌ហើយវាឡើងឈ្ងុយអញ្ចឹងណាបន្ទាប់ពីឃើញថាស្ករត្នោតរបស់យើងវាឡើងពណ៌ហើយឡើងឈ្ងុយល្អហើយចាប់ផ្ដើមចាក់ជាមួយនឹងសាច់ជ្រូក3ជាន់បាទហើយថ្ងៃនេះគឺខ្ញុំកិនវាទេបាទសាច់ជ្រូកហ្នឹងបាទយើងមិនចាំបាច់កិនក៏បានដែរយើងហាន់វាជាប្រទះក៏បានដែរពុកម៉ែបងប្អូនបាទហើយសម្រាប់ម៉ាំបាទគឺយើងយកវាមកជ្រុំជាមួយនឹងទឹកក្តៅបាទយើងដាំទឹកឲ្យពុះទៅហើយយើងចាក់ម៉ាំនឹងចូលហើយយើងជ្រុំវាឲ្យបែកសាច់ឲ្យអស់ណាហើយបន្ទាប់មកយើងចាក់ត្រង់បាទយើងយកកត្រង់មានកត្រង់យើងត្រង់យកឆ្អឹងបើវាចេញឲ្យអស់ទៅយើងយកតែទឹកទេបាទយើងយកតែកាទឹកជាតិសាច់របស់វាហ្នឹងបាទហើយយើងយកមកចាក់ជាមួយនឹងសាច់ជ្រូកដែលយើងបានឆាមិញហ្នឹងបាទបន្ទាប់មកចាក់ត្រីពោមិញហ្នឹងដែលយើងចៀនមិញហ្នឹងចាក់ចូលទៅហើយមានត្រប់បាទយើងត្រប់ហាន់របៀបនេះទៅពុកម៉ែបងប្អូនបាទចាក់ត្រប់ចូលទៅបន្ទាប់មកបន្ថែមជាមួយនឹងគ្រឿងទេសទៅបាទមានម្សៅស៊ុបបន្តិចហើយប៊ីចេងបន្តិចទៅហើយខ្ញុំបន្ថែមជាមួយនឹងទឹកអំពិលទុំបាទកន្លែងហ្នឹងសំខាន់ណាពុកម៉ែបងប្អូនបាទយើងត្រូវលួចទឹកអំពិលទុំបន្តិចទៅដើម្បីឲ្យខម៉ាំរបស់យើងហ្នឹងគឺថាមានរសជាតិឆ្ងាញ់បាទធ្វើម្ហូបសំខាន់ណាតិចនិចបន្តិចបន្តួចតែពេលខ្លះគេអត់ប្រាប់អត់បង្ហាញពុកម៉ែបងប្អូនអញ្ចឹងពុកម៉ែបងប្អូនធ្វើទៅគឺអត់ត្រូវរសជាតិរបស់វាទេអញ្ចឹងគឺយើងដាក់ឲ្យគ្រប់មុខទៅហើយទឹកអំពិលទុំគេហៅថាលួចទេណាគឺយើងដាក់បន្តិចទេឥឡូវឃើញថាខម៉ាំរបស់យើងគឺឆ្អិនរួចរាល់ហើយពុកម៉ែបងប្អូនបាទទំនងណាហើយសម្រាប់ខម៉ាំបាទយើងរងាស់វាឲ្យនៅសល់ទឹកប៉ែកប៉ុណ្ណឹងក៏បានដែរហើយពុកម៉ែបងប្អូនខ្លះចូលចិត្តរៀងរាវអញ្ចឹងទៅក៏តាមនឹងអញ្ចឹងណាហើយឥឡូវគឺខ្ញុំធ្វើរួចរាល់ហើយពុកម៉ែបងប្អូនបាទហើយបន្លែមានតសក់មានត្រប់មានជីគ្រប់មុខបាទតយោងចេកផ្កាស្នោផ្កាតាគៀតតគួនហ្នឹងឯងពុកម៉ែបងប្អូនចូលចិត្តភេទលក់បែបណាបាទទិញយកមកផ្ទាប់មកលក់ទៅគឺថាត្រូវហើយសម្រាប់ខម៉ាំអត់រើសបន្លែទេពុកម៉ែបងប្អូនបាទហ្នឹងហើយវីដេអូគឺមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនបាទហើយបើយល់ថាវីដេអូនេះមានប្រយោជន៍បាទជួយ share ចែកម្លែកមួយផងហើយបងដែលមកខ្ចីយើងស៊ីកាត់ចាបេះមកបើឃើញមើលមកជួយស៊ីអីនេះគឺព្រីមទៀតចូលស្មានដល់មកដៃយើងឆ្ងាញ់មកទៅដាក់ហ្នឹងណាចឹងអរហូតទៅនៅទី